ជំរាបសួរពុកម៉ែបងប្អូននៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូនអំពីរបៀបក្នុងការរៀបចំឬក៏យើងសម្អាតទៅលើអត្ថបទរបស់យើងដើម្បីឲ្យអត្ថបទរបស់យើងមើលទៅស្អាតបាទទាក់ភ្នែកបាទអញ្ចឹងវិធីសាស្ត្រគឺយើងធ្វើហ្នឹងគឺមានវិធីសាស្ត្រជាច្រើនគឺពុកម៉ែបងប្អូនអាចអនុវត្តទៅតាមវិធីសាស្ត្ររៀងៗខ្លួនក៏បានប៉ុន្តែសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់ចេះពុកម៉ែបងប្អូនអាចអនុវត្តតាមគំរូដែលខ្ញុំនឹងឧទាហរណ៍ជូនពុកម៉ែបងប្អូនឥឡូវនេះគឺខ្ញុំមានអត្ថបទដែលខ្ញុំឧទាហរណ៍នេះគឺខ្ញុំឧទាហរណ៍ថាខ្ញុំបានវាយស្រាប់រួចរាល់ចេះអញ្ចឹងពុកម៉ែបងប្អូនដើម្បីយើងធ្វើការរៀបចំអត្ថបទយើងឲ្យបានស្អាតនោះគឺទី1ពុកម៉ែបងប្អូនអាចបាទក្រោយពីយើងវាយរួចរាល់ហើយបើសិនជា font បាទន័យថាពុម្ពអក្សរយើងមិនទាន់ត្រឹមត្រូវទេគឺពុកម៉ែបងប្អូនអាចចូលទៅកាន់កន្លែង font បាទប្រអប់ font របស់យើងហ្នឹងហើយយើងធ្វើការជ្រើសរើសនៅបាទ font អក្សរណាដែលពុកម៉ែបងប្អូនចង់បានបាទហើយនៅក្នុងឧទាហរណ៍នេះគឺខ្ញុំនឹងប្រើបាទខ្មែរ OS Siem Reap ហើយទំហំគឺខ្ញុំប្រើ12បាទអញ្ចឹងពុកម៉ែបងប្អូនអាចពិនិត្យមើលឬចង់ដាក់បន្ទាត់ដាក់អីបន្ថែមឬដាក់អក្សរដិតអីក៏យើងអាចប្រើបានដែរបាទតែខ្ញុំនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់តែចង់បង្ហាញអំពីរបៀបការរៀបចំអត្ថបទរបស់យើងនឹងឲ្យបានស្អាតតែប៉ុណ្ណេះទេបាទហើយសម្រាប់ការតុបតែងបន្ថែមដូចជាការដាក់ដិតដាក់ត្រីđấyគឺពុកម៉ែបងប្អូនអាចបាទសេរីធ្វើដោយខ្លួនឯងបានចឹងឥឡូវនេះខ្ញុំចាប់ដើមបន្តទៅទៀតគឺការងារក្រោយពីយើងដាក់ដូរ font បាទហើយក៏ដូចជាទំហំរួចរាល់ហើយចឹងពុកម៉ែបងប្អូនធ្វើការតម្រៀបអត្ថបទគឺយើងបាទតម្រឹមយើងបាទអញ្ចឹងតម្រឹមយើងមាន4តម្រឹមឆ្វេងតម្រឹមកណ្ដាលតម្រឹមស្ដាំនិងតម្រឹមសងខាងឥឡូវនេះគឺយើងយកជ្រើសរើសយកតម្រឹមសងខាងបាទក្រោយពីពុកម៉ែបងប្អូនជ្រើសរើសតម្រឹមរួចពុកម៉ែបងប្អូនត្រូវពិនិត្យទៅមើលគម្លាតបន្ទាត់បានន័យថាគម្លាតជួរអត្ថបទរបស់យើងអញ្ចឹងពុកម៉ែបងប្អូនត្រូវចុចនៅត្រង់កន្លែងសញ្ញាព្រួយខាងក្រោមនេះដែលមានឈ្មោះថា paragraph នេះយើងចុចមួយមកបន្ទាប់មកពុកម៉ែបងប្អូនពិនិត្យមើលនៅត្រង់គេដាក់ថា spacing អញ្ចឹងត្រង់កន្លែងនេះគឺពុកម៉ែបងប្អូនយកតម្លៃ0ដូចគ្នាហើយនៅក្នុងកន្លែងគេដាក់ថា line spacing នេះពុកម៉ែបងប្អូនជ្រើសរើសយកຂະຫນាត single រួចយើងចុចអូខេមួយបាទប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេគឺពុកម៉ែបងប្អូនត្រូវទៅពិនិត្យមើលអត្ថបទរបស់យើងបាទបើសិនជាក្នុងករណីដែលមានដាច់ពាក្យឬអីធ្លាក់ចុះទៅក្រោមអញ្ចឹងពុកម៉ែបងប្អូនត្រូវធ្វើការសេរីអត្ថបទរបស់យើងឲ្យបានស្អាតឥឡូវខ្ញុំឧទាហរណ៍ជូនមួយចុះឧទាហរណ៍ថាឥឡូវពុកម៉ែបងប្អូនមើលដូចជាពាក្យថាជាច្រើនអញ្ចឹងណាក្នុងករណីដែលដាច់អញ្ចឹងឥឡូវខ្ញុំចង់ឲ្យច្រើននេះឡើងទៅលើអញ្ចឹងពុកម៉ែបងប្អូនចូលទៅកាន់បាទកន្លែងfont នេះហើយយើងចុចកន្លែងសញ្ញាព្រួយខាងក្រោមនេះបាទរួចយើងចូលទៅកន្លែង advance ហើយពុកម៉ែបងប្អូនចុចនៅក្នុងប្រអប់នេះគឺយើងចុចប៊ូតុងខាងក្រោមមានលើមានក្រោមយើងចុចខាងក្រោមមកខ្ញុំឧទាហរណ៍ខ្ញុំដាក់0.3បាទចុចខ្ញុំបន្ថែមទៅទៀតបាទខ្ញុំដាក់0.4.5បាទខ្ញុំបន្ថែមទៅទៀតបាទខ្ញុំដាក់ប៉ុណ្ណេះចុះពុកម៉ែបងប្អូនណាហើយយើងមើលបន្តរហូតអញ្ចឹងពុកម៉ែបងប្អូនបើសិនមានដាច់មានអីអញ្ចឹងយើងសេរីបែបនេះទៅគឺធ្វើឲ្យអត្ថបទរបស់យើងបានស្អាតបាទអត់មានអក្សរដាច់អក្សរអីទេអញ្ចឹងពុកម៉ែបងប្អូនអាចនឹងយល់បានហើយយើងពិនិត្យមើលរហូតដល់យើងចប់អត្ថបទនេះខ្ញុំឧទាហរណ៍ជូនប៉ុណ្ណឹងកុំឲ្យបាទវីដេអូនេះយើងវែងឆ្ងាយហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងបានជាប្រយោជន៍ដើម្បីយើងទៅសេរីអត្ថបទរបស់យើងឲ្យបានកាន់តែស្អាតតែបើសិនជាពុកម៉ែបងប្អូនមានចម្ងល់ឬមានបញ្ហាអ្វីផ្សេងនោះពុកម៉ែបងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូនេះបានខ្ញុំនឹងព្យាយាមឆ្លើយហើយឬក៏ធ្វើជាវីដេអូវែងដើម្បីបង្ហាញជូនលម្អិតកាន់តែលម្អិតទៅទៀតទាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការសេរីអត្ថបទបាទអញ្ចឹងយើងនឹងចាំជួបគ្នានៅវីដេអូថ្មីៗជាបន្តទៀត